រំលាយគណៈបកសង្គ្រោះជាតិអាចជាហេតុបណ្ដាលឲ្យមានសង្គ្រាមឈ្លានពាននៅតាមព្រំដែនខ្មែរហើយការរំលាយគណៈបកសង្គ្រោះជាតិនិងការរំលោភសិទ្ធិមនុស្សអាចបណ្ដាលឲ្យមានសង្គ្រាមបងប្អូនយើងច្បាស់ជាសួរតើអាចទៅបានយ៉ាងដូចម្ដេចណាស្ដាប់សូនតារានិយាយហេតុផលបងប្អូនទីដាំមកតាបងប្អូនពិចារណាមើលហ៊ុនសែនកសាងកំហុសធ្ងន់ណាស់នៅក្នុងការរំលាយគណៈបកសង្គ្រោះជាតិដែលបណ្ដាលឲ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងវិបត្តិសង្គ្រាមបច្ចុប្បន្នហ៊ុនសែនមានកំហុសធ្ងន់ណាស់ដែលសម្លាប់លទ្ធិប្រជាធិបតេយ្យសាមឌីតូដែលបណ្ដាលឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសង្គ្រាមព្រំដែនសពថ្ងៃហ៊ុនសែនមានកំហុសធ្ងន់ណាស់ដែលរំលោភសិទ្ធិមនុស្សចាប់មនុស្សចងដែលបណ្ដាលឲ្យធ្លាក់ចូលទៅក្នុងវិបត្តិសង្គ្រាមសពថ្ងៃបងប្អូនច្បាស់ជាសួរវិញតាមានអីពាក់ព័ន្ធគ្នាលោកគ្រូពីព្រោះសង្គ្រាមពីដើមហ៊ុនសែនហើយនឹងថៃគឺជាមិត្តជិតស្និទ្ធជាមួយថាក់ស៊ីនជាមួយប្រយុទ្ធច័ន្ទអ៊ូចាគ្រប់មេដឹកនាំគឺហ៊ុនសែនតែងតែតោងទីមដើម្បីឲ្យជួយការពីរបបគាត់កម្ចាត់គណៈបកប្រឆាំងរហូតដល់ដេញគ្នាចាក់ខ្សែរត់ធ្លាក់មកដល់អូស្ត្រាលីអាមេរិកអស់លីងតាំងលោកសាំងក៏ចាប់សឹកថៃបានជួយហ៊ុនសែនច្រើនណាស់នៅក្នុងការចាប់គណៈបកប្រឆាំងនេះដាក់គុកហៅគណៈបកប្រឆាំងបាត់បត់ចាក់ខ្សែទាំងអស់នៅក្នុងប្រទេសថៃបានជួយហ៊ុនសែនច្រើនណាស់ប៉ុន្តែមិនបានជាលោកគ្រូថាថៃចូលរួមជាមួយហ៊ុនសែនចាប់សកម្មជនគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិចាប់បញ្ជូនមកវិញផងចាប់ដាក់គុកក្នុងស្រុកថៃផងដេញវាយក្បាលធ្វើបាបផងហេតុអីបានជាថាថៃវាយឈ្លានពានទឹកដីកម្ពុជាហើយសង្គ្រាមនេះគឺជាបុព្វហេតុមួយនៃការរំលាយគណៈបកសង្គ្រោះជាតិអ្នកខេត្តតាកែវនិងការរំលោភសិទ្ធិមនុស្សចងមនុស្សអានេះសំណួរទីខ្ញុំនិយាយទៀតតទៀតព្រោះមានសំណួរខ្លះវាជួយលំហាត់មិនអាចនិយាយមួយម៉ាច់បានមួយម៉ាច់យកយល់ទៅហើយបងប្អូនដែលអ្នកដែលរៀនធ្លាប់រៀនថ្នាក់ដល់ឌីប្លូមនិងរៀនដល់ឌីប្លូមនេះអ្នកមិនរៀនគឺយល់ក្រោយប៉ុន្តែអ្នកដែលយល់លឿនអ្នកដែលរៀនដល់ឌីប្លូមនិងរៀនដល់វិទ្យាល័យអនុវិទ្យាល័យយល់អ្វីដែលសូនតារានិយាយលំហាត់មិនអាចថាឃើញអានឹងស្មើមនុស្សយល់ទេតតែបកស្រាយមែនទេអាបូក B លើកជីការ៉េស្មើ A ការ៉េបូក 2AB បូក B ការ៉េអានឹងគេចាំទេអានឹងគេចាំទេប៉ុន្តែគឺវាមានអាបកស្រាយវែងបានចេញអានឹងដល់អាបកស្រាយនឹងយូរទៅវាទៅជាចាំរូបមន្តវិញទេអានេះខ្ញុំចង់និយាយទេឥឡូវខ្ញុំនិយាយពីសៅកណ្ដាលបងប្អូនច្បាស់ជាចៅសួរទេថាលោកគ្រូថៃត្រូវជាមួយហ៊ុនសែនកំចាត់គណៈបកប្រឆាំងអត់គ្រប់គ្រងគណៈបកសង្គ្រោះជាតិទេមិនត្រឹមតែប៉ុណ្ណោះថៃបានដាក់បញ្ជីមេដឹកនាំគណៈបកសង្គ្រោះជាតិទាំងអស់តាមសំណើរបស់ហ៊ុនសែនមិនឲ្យជន់ទឹកដីថៃណាដូចជាសំរងស៊ីមួសុភួរអេងឆៃអៀងហូវ៉ាន់ណាមិនបានជាលោកគ្រូហ៊ានអាងថាដោយសារតែហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិតាមពិតហ៊ុនសែនស្របជាមួយថៃតែបងប្អូនមានដឹងទេថៃធ្វើបាបបកប្រឆាំងណាជួយហ៊ុនសែនណាថៃធ្វើតាមសំណើហ៊ុនសែនទាំងអស់ចាប់មនុស្សបញ្ជូនទៅវិញណាហ៊ុនសែនគាត់មានបញ្ជូនទៅវិញហើយហ៊ុនសែនគាត់មានអំណួតគាត់ថាថៃស្រាប់បញ្ជាគាត់ចាប់ដើមចាប់មនុស្សដាក់គុកដាក់បញ្ជីហាមឃាត់មិនឲ្យមនុស្សចូលដីថៃប្រហែលអ្នក10អ្នកជាងមានសំរងស៊ីមានមួសុភួរមានអេងឆៃអៀងមានហូវ៉ាន់បើនិយាយថ្នាក់ដឹកនាំសង្គ្រោះជាតិសំខាន់ត្រូវស្ថិតនៅក្នុងបញ្ជីហាមឃាត់ចូលដីថៃទាំងអស់ទី2បងប្អូនថាសង្គ្រាមនឹងគេកើតអំពីទំនាស់គ្នារវាងហ៊ុនសែននិងថាក់ស៊ីនប៉ិតដោយសារតែហ៊ុនសែនគាត់ទៅនិយាយណាចាក់រុកកកោកកាយវាលក្ខណៈប្រមាថមើលងាយប្រទេសថៃណាដោយហ៊ុនសែនប្រមាថមើលងាយសេងសេរីនេះចាក់ទុកថាប្រទេសគេនឹងវាអន់ទៅប្រមាថទៅចាក់រុកស្គីលថតសម្លេងរបស់គេនឹងអានឹងសង្គ្រាមកើតអំពីថៃថាហ៊ុនសែនមើលងាយគេចង់ឲ្យមេរៀនទៅត្រូវអានេះត្រូវបើសិនជាត្រូវពីរចំណុចនេះថាទី1ពីមុនថៃត្រូវជាមួយនឹងហ៊ុនសែនទេរួមដៃគ្នាកំទេចគណៈបកប្រឆាំងរហូតមកទល់ឥឡូវនេះសំបីតែណាគណៈបកប្រឆាំងទាំងប្រមាណ10រូបអ្នកជាងដែលថៃដាក់ចូលបញ្ជីហាមឃាត់ចូលដីថៃនៅតែមិនទាន់បើកឲ្យចូលដីថៃនៅឡើយទេដែលគណៈបកប្រជាជនគេសោតតគ្នាថាក្បត់ជាតិគួរទេប្រមាណគណៈបកសង្គ្រោះជាតិចាក់ពីសំរងស៊ីទៅជិត20នាក់ហ្នឹងសួរថាមានចូលដីថៃបានទេថៃបិទយូរហើយថៃជួយហ៊ុនសែនយូរហើយណាមួយទៀតបងប្អូនថាចំណុចទី2គឺចុះលោកគ្រូនិយាយថាយើងឃើញចាក់ស្ដែងថាហ៊ុនសែនគាត់មានចំនួនជាមួយគ្រូសាថាក់ស៊ីនហើយក៏រៀលដាល់ណាដល់ណាបកូនណារៀលដាល់ដល់រាជានិងជាការប្រមាថមើលងាយប្រទេសថៃជាប្រទេសមហាអំណាចមួយនៅអាស៊ីគេចង់ផ្ដាល់មេរៀនចឹងសង្គ្រាមកើតពីហ្នឹងតើដល់តែផ្ដាល់មេរៀនវាជ្រុលទៅថៃវាលេងទៅវាឃើញវាឆ្ងាញ់វាចេះតែស៊ីតទៅចុះហេតុអីបានជាលោកគ្រូនិយាយថាការរំលាយគណៈបកសង្គ្រោះជាតិលេងពេកសោះនិងការរំលោភសិទ្ធិមនុស្សចាប់ចងជាផ្នែកមួយដែលនាំឲ្យមានសង្គ្រាមនៅតាមព្រំដែនចម្លើយនេះជាអ្វីដែលបងប្អូនកំពុងតែចង់ដឹងលីសុកលីពេលដែលហ៊ុនសែនមុនរំលាយគណៈបកសង្គ្រោះជាតិប្រទេសកម្ពុជាមាន
គណៈបកប្រឆាំងនៅក្នុងរដ្ឋសភាទោះបីជាមិនឈ្នះហ៊ុនសែនក៏ដោយប៉ុន្តែយើងមានសម្លេងតំណាងប្រជាជននៅក្នុងសភាពេលនោះប្រទេសកម្ពុជាមានសន្តិភាពទាំងព្រំដែនថៃទាំងព្រំដែនវៀតណាមគ្រប់ទាំងអស់ទុកជាហ៊ុនសែនធ្វើទុកបុកម្នេញប៉ុន្តែសម្លេងគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាគឺធ្វើឲ្យមានសម្លេងចម្រុះតំណាងឲ្យសម្លេងពលរដ្ឋប្រទេសកម្ពុជាមានសុខសន្តិភាពក្រោយពេលហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិហ៊ុនសែនចាប់ផ្ដើមទទួលសម្ពាធតែគាត់អាចទប់ទល់និងដោះស្រាយសម្ពាធនោះបានមកចូលចម្លើយវិញណាពេលដែលហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិហ៊ុនសែនបន្តចាប់មនុស្សដាក់គុកហ៊ុនសែនអាចទប់ទល់សម្ពាធនោះបាននាំឲ្យហ៊ុនសែនคล้ายទៅជាមនុស្សមានអំនួតពេលដែលហ៊ុនសែនคล้ายទៅជាមនុស្សមានអំនួតហ៊ុនសែនធ្វើអ្វីស្រេចតែចិត្តពេលដែលហ៊ុនសែនធ្វើអ្វីស្រេចតែចិត្តហ៊ុនសែនចាប់ផ្ដើមគិតថាខ្លួនសម្បើមជាងគេបំផុតនៅក្នុងលោកពេលដែលហ៊ុនសែនចាប់ផ្ដើមគិតថាខ្លួនសម្បើមជាងគេបំផុតនៅក្នុងលោកហេហេនាំឲ្យហ៊ុនសែននឹងយកអវិធីដែលខ្លួនធ្វើបាបមែនទេឆ្កឹះឆ្កៀលអ្នកដតីហ្នឹងទៅអនុវត្តប៉ះជាមួយនឹងមហាអំណាចនៅអាស៊ីគឺថៃពេលដែលហ៊ុនសែនប៉ះថៃទីនឹងហើយនាំឲ្យប្រទេសកម្ពុជាវិនាសបើសិនជាហ៊ុនសែនមិនរំលាយគណៈបកសង្គ្រោះជាតិមិនរំលោភសិទ្ធិមនុស្សហើយគាត់មិនជោគជ័យប្រហែលជាគាត់អត់មានអំនួតគាត់អត់មានពេលទៅឌឺដងដាក់ថៃទេហ៊ុនសែនអួតដាក់អ្នកណាអ្នកនឹងវាយគាត់លើកលែងតែអួតដាក់ខ្មែរដូច្នេះហើយហ៊ុនសែនប្រយ័ត្នជាមួយអ្នកណាគាត់បានសុខជាមួយអ្នកហ្នឹងហ៊ុនសែនដឹងច្បាស់ណាស់គាត់ប្រយ័ត្នជាមួយយួនបងប្អូនមានឃើញសែនប្រយ័ត្នជាមួយយួននេះសូម្បីតែរងឈុនទៅព្រំដែនមកវិញចាប់ដាក់គុកមែនទេប៉ុន្តែហ៊ុនសែនឆ្លើយដាក់ថៃឃើញទេអានេះគឺពីដើមហ៊ុនសែនក៏អត់ឆ្លើយដាក់ថៃដែរគាត់ទៅអោបជាមួយនឹងប្រយុទ្ធច័ន្ទអូចាត្រេតទេតាប៉ុន្តែពេលដែលគាត់ឈ្នះកំចាត់ពេលដែលអាជ័យជំនះរបស់គាត់ថាចាប់មនុស្សដាក់គាត់នឹងធ្វើឲ្យមនុស្សនឹងលើកគាត់ជាព្រះធ្វើឲ្យមនុស្សនឹងទៅថ្វាយបង្គំគាត់ធ្វើឲ្យគាត់នឹងមានអំនួតធ្វើឲ្យគាត់នឹងលែងមើលនរណាទាំងអស់ក្នុងកែភ្នែកអាមានអំនួតលែងមាននរណានៅក្នុងកែភ្នែកនាំឲ្យគាត់នឹងបង្កឲ្យមានសង្គ្រាមអញ្ចឹងចំណុចហ្នឹងណាបងប្អូនមកស្ដាប់មកផ្លែទៅរីដាលីណាវ៉ាន់ថាចុងលោកគ្រូមានអីពាក់ព័ន្ធជាមួយរំលាយគណៈបកសង្គ្រោះជាតិពាក់ព័ន្ធនេះហ៊ុនសែនមានកំហុសធ្ងន់ណាស់និយាយឲ្យខ្លីមកហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិរំលោភសិទ្ធិមនុស្សហើយគាត់ធ្វើបានជោគជ័យគឺគាត់គិតផុតអំពីទណ្ឌកម្មទាំងអស់គាត់ធ្វើបានជោគជ័យគាត់ផុតអំពីទណ្ឌកម្មទាំងអស់ធ្វើមិនវានឹងធ្វើឲ្យគាត់មានអំនួតដល់ពេលអំនួតរបស់គាត់នឹងហើយដែលធ្វើឲ្យគាត់នឹងនាំមហន្តរាយមកដល់ប្រទេសជាតិអញ្ចឹងបុកប្រហែលធំនៃសង្គ្រាមបងប្អូនមើលមកផ្លែតអាចនេះទេណាគឺថាហ៊ុនសែននឹងមានបំណោះនឹងចាក់បែកឃ្លីវីដេអូប្រមាថប្រទេសថៃហេតុអីបានជាហ៊ុនសែននឹងទៅមានដំណោះជាមួយថាក់ស៊ីនប្រមាថប្រទេសថៃពីព្រោះគាត់ឲ្យថាក់ស៊ីនគាត់មើលទៅស្មានថាក់ស៊ីននឹងអន់ថាក់ស៊ីននឹងមកនៅផ្ទះគាត់មើលហូបបាយផ្ទះគាត់កូនថាក់ស៊ីននឹងមកលេងផ្ទះគាត់មកហូបបាយផ្ទះគាត់ធ្វើឲ្យគាត់មើលស្រាលគេហ្នឹងណាធ្វើគាត់មើលស្រាលគេនេះហើយបែរទៅគាត់មើលស្រាលដោយសារតែគាត់រំនួតហើយគាត់នួតដោយសារតែគាត់សម្លាប់លទ្ធិប្រជាធិបតេយ្យបានជោគជ័យអាការសម្លាប់លទ្ធិប្រជាធិបតេយ្យហ្នឹងនាំទណ្ឌកម្មមកដល់ប្រទេសកម្ពុជាកើតសង្គ្រាមបើប្រទេសកម្ពុជាមិនស្លាប់លទ្ធិប្រជាធិបតេយ្យដែលត្រូវបានកសាងដោយសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសចាប់តាំងពីឆ្នាំ93មកណាមានការបោះឆ្នោតបើហ៊ុនសែនមិនសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមានគណៈបកប្រឆាំងប្រទីងបតុងណាមានសម្លេងតតាំងគ្នានៅក្នុងរដ្ឋសភានឹងមិនធ្វើឲ្យមានសង្គ្រាមកើតឡើងសង្គ្រាមកើតនេះជាកំហុសរបស់ហ៊ុនសែនសម្រាប់លទ្ធិប្រជាធិបតេយ្យដែលធ្វើឲ្យខ្លួនឯងទៅជាអំនួតនាំមកនៅវិនិច្ឆ័យហើយបើគាត់អត់កែប្រែអាស្ថានភាពហ្នឹងទេគឺកុំសង្ឃឹមថាអន្តរជាតិណាគ្រប់គ្រងឲ្យសោះពេញដៃពេញជើងឲ្យសោះមុននឹងខ្ញុំផ្សាយផ្ទាល់ខ្ញុំបានមើលតកណាតកនិយាយអំពីចាក់ផ្សាយសាររបស់ហ៊ុនម៉ាណែតវាជាការល្អមួយយ៉ាងបងប្អូនណាសាររបស់ហ៊ុនម៉ាណែតវាមានលក្ខណៈល្អមួយយ៉ាងណាគឺបង្ហាញនៅទំនុកចិត្តនិងសេចក្តីទុកចិត្តទៅដល់មហាជនឲ្យជឿជាក់ទៅលើគាត់ប៉ុន្តែសន្តរានៅនិយាយចេះទេមានពេលខ្លះណាគេថាធ្វើដូចជប៉ុនល្អ
ជាយបល់សូនតារាមានទីប្រឹក្សាកុំខ្លាចពេកយើងធ្វើកិច្ចការអីចាំចេញលទ្ធផលសិនបើនេះយើងអត់ចាំបាច់ភ័យខ្លាចគេថាយើងនឹងអត់មានអីទេមនុស្សអីទេយើងចេញលទ្ធផលចឹងយើងធ្វើទៅអ្នកណាថាអីថាទៅហើយបានខ្ញុំថាចឹងប្រយ័ត្នកាន់តែនិយាយថៃវាលើកតបថៃមកទៀតសូនតារានិយាយលេខទេតិចហ៊ុនម៉ាណែតនិយាយឲ្យស្ថានភាពនៅតាមព្រំដែនតាំងជាងកាលពីមុនហ៊ុនម៉ាណែតនិយាយមែនទេហើយស្ដាប់សូនតារាបានបនណាបងណាខ្ញុំនិយាយហ្នឹងគឺអ្នកឯងដាក់ទោសខ្ញុំមែនចាប់ឪពុកខ្ញុំដាក់គុកមែនប៉ុន្តែព្រះជាម្ចាស់នឹងប្រលឹងដូនតាខ្មែររាប់ពាន់ចំនួនណាប្រទានពរឲ្យសូនតារាទេព្រោះខ្ញុំនិយាយដើម្បីសុវត្ថិភាពកម្ពុជាបើយកល្អការថ្លែងសារអីដែលពាក់ព័ន្ធជាមួយថៃអីហ្នឹងគឺខ្ញុំថាបើអាចមើលផងប្រយ័ត្នប្រយែងនៅក្នុងការនិយាយសម្ដីហ៊ុនម៉ាណែតនិងសម្ដីហ៊ុនសែនព្រោះធ្វើឲ្យថៃកើតរោគចិត្តណាអ្វីដែលខ្ញុំឃើញសារនេះខ្ញុំថាវាមិនអីទេប៉ុន្តែខ្ញុំខ្លាចតែថាយើងចេញមុខធ្វើដូចសម្បើមពេកប្រយ័ត្នតែថៃវាបង្កើនភាពតានតឹងទៅតាមព្រំដែនហ្នឹងហើយខ្ញុំនិយាយនេះណាខ្ញុំនិយាយដើម្បីឲ្យប្រយ័ត្នមែនទេពាក្យសម្ដីយើងហើយនិយាយមិត្តភាពទៅណាថាប្រទេសយើងកម្ពុជាហើយថៃហ្នឹងគឺអត់ទេយើងរួមរស់ជាមួយគ្នារហូតក្នុងតំបន់អាស៊ានហ្នឹងអីទៅនៅអានីសាលូណាខ្ញុំបុកពោះតាមខ្លួនណាប៉ុន្តែខ្ញុំមើលទៅសារគាត់មិនអីទេប៉ុន្តែខ្ញុំចិត្តតែបុកពោះខ្ញុំចិត្តតែបុកពោះជាការហ៊ុនម៉ាណែតគាត់មិនសូវជាឆ្លាតប្រហែលនេះក្នុងការថ្លែងសារណាគាត់មិនសូវជាឆ្លាតទេគាត់ខំប្រឹងធ្វើនិយាយសម្លេងដូចពុកគាត់ទេគាត់ copy គាត់អត់មានលក្ខណៈជាគាត់ទេហ៊ុនម៉ាណែតអត់មានលក្ខណៈជាហ៊ុនម៉ាណែតទេហ៊ុនម៉ាណែតលក្ខណៈជា copy paste អង់គ្លេស copy paste ខ្មែរយើងស្អីទេខ្មែរយើងហៅចម្លងដាក់អាហ្នឹង copy paste ខ្មែរយើងហៅចម្លងដាក់ថតដាក់ហ្មងនេះចម្លងដាក់ទៅជាគាត់ព្យាយាមធ្វើខ្លួនគាត់ឲ្យទៅជាឪពុករបស់គាត់អាហ្នឹងហើយដែលពិភពលោករត់តែវា copy paste ភាសាអង់គ្លេសណាវិឆ័យ HC ខ្ញុំមានប្រព័ន្ធប៉ុណ្្នឹងទេជាយបល់សូនតារាដើម្បីសន្តិសុខសុវត្ថិភាពហ្នឹងណាខ្ញុំនិយាយមិនក៏ថៃអត់ចាប់អារម្មណ៍ដែរខ្ញុំនិយាយអីក៏ដោយក៏ថៃក៏អត់មានខ្ញុំវាថៃក៏អត់មានការរំចិត្តជាមួយសូនតារាទេពីព្រោះប្រព័ន្ធសកផ្សាយរបស់ថៃទូទាំងប្រទេសណាក៏ធ្លាប់ផ្សាយពីសូនតារារឿងហ៊ុនសែនចាប់ឪពុកខ្ញុំជាចំណាក់ខ្មាំងថៃផ្សាយពេញហ្នឹងគាត់សម្ដេចគាត់ផ្សាយគាត់ដឹងដែររឿងថៃផ្សាយពីគាត់ក៏យកមកផ្សាយពីមុនមកប៉ុន្តែអាថៃផ្សាយពីហ៊ុនសែនแล้วគាត់ឆ្លើយតបហ្នឹងក៏អាចមិនបាច់ទៅឆ្លើយតបយកខុសត្រូវទេតែមិនទៅជាជាមួយពួកហ្នឹងទេអានេះជាយបល់សូនតារាហ្នឹងត្រូវតែពួកហ្នឹងវាចាំតែមើលទេប្រយ័ត្នតែក្រោយថ្លែងសាររបស់ហ៊ុនសែនឬហ៊ុនម៉ាណែតហើយវាស្រាប់តែមានភាពតានតឹងឡើងវិញទៅតាមព្រំដែនមែនទេបើថាទីប្រឹក្សាច្រើនហ្នឹងស៊ីប្រាក់ខែអត់ទេលួចបើកប្រាក់ខែឲ្យសូនតារាមកខ្ញុំធ្វើទីប្រឹក្សាតាម Facebook ទេខ្ញុំថាប្រយ័ត្នប្រយែងយ៉ាងហ្នឹងណាប្រយ័ត្នប្រយែងទៀតឥឡូវខ្ញុំត្រឡប់មកវិញទៀតបើគុំបញ្ចុះទៅត្រូវមិនមែនបើគុំបញ្ចុះនៅក្នុងចំណុចមួយពាក់ព័ន្ធជាមួយរំលោភសិទ្ធិមនុស្សហ្នឹងដែរណាបងប្អូនមានឃើញទេអ្វីពេលដែលបងប្អូនស្ដាប់សូនតារាតែមិនដឹងថាអូមែនលោកគ្រូកំហុសរបស់ហ៊ុនសែនដែលរំលាយគណៈបកសង្គ្រោះជាតិស្មើនឹងសម្លាប់លទ្ធិប្រជាធិបតេយ្យនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសង្គ្រាមបច្ចុប្បន្នមែនណាបងប្អូនបើសិនជាហ៊ុនសែនមិនរំលាយគណៈបកសង្គ្រោះជាតិចាប់កម្មសខាខ្ទប់សំរងស៊ីដៅវាយក្បាលមនុស្សចាប់មនុស្សដាក់គុកមិនធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងស្ថានភាពបែបហ្នឹងឡើយហេតុអីពីព្រោះពេលដែលហ៊ុនសែនធ្វើអីបានជោគជ័យមនុស្សធ្វើជោគជ័យមិនអួតអំនួតហ្នឹងហើយដែលនាំឲ្យស្លាប់ខ្ញុំលើកអក្សរសិល្ប៍2ដែលបញ្ជាក់ថាសូនតារានិយាយត្រូវដែលបញ្ជាក់ថាកំហុសនៃការរំលាយគណៈបកសង្គ្រោះជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យទាំងស្រុងនៅក្នុងប្រទេសកម្ពុជាជាហេតុនាំឲ្យប្រទេសកម្ពុជានឹងវិនាសបាត់បង់ទឹកដីជាកំហុសរបស់ហ៊ុនសែនបច្ចុប្បន្ននាំឲ្យគាត់ខ្លាចជាអំនួតខ្ញុំលើកអក្សរសិល្ប៍2ទី1រឿងសានតុកខ្ញុំមកសានិយាយបងប្អូនខ្ញុំសួរទៅទៀតអ្នកដែលធ្លាប់មើលសានតុកអ្នកខ្លះមិនបានមើលក៏មើលទៅដើម្បីជាចំណេះដឹងទេវាជាការកំសាន្តផងបងប្អូននៅក្នុងរឿងសានតុកតើមេតបណាដែលបើកឆាកមកណាឈ្នះសង្គ្រាមរហូតដេកវ៉ាន់ឈ្នះសង្គ្រាមរហូតណែខ្ញុំចង់ឆាយាសច្ចាតើណាខ្ញុំចង់អានខមមិនបងប្អូនបន្តិចតើមេតបណានៅក្នុងរឿងសានកុកដែលឈ្នះសង្គ្រាមរហូតពេលដែលចាប់ផ្ដើមសង្គ្រាមលើកដំបូងហើយកាន់កាប់ទឹកដីធំបំផុតនៅក្នុងនៃប្រទេសចិនទាំង3នគរទាំង3នៅក្នុងនគរទាំង3ហ្នឹងគឺគាត់កាន់ច្រើនជាងគេតើនរណាបាទបងប្អូនសរសេរតែឈ្មោះប៉ុណ្ណេះកុំបាច់ថាលោកគ្រូអ្នកដែលក្នុងរឿងសានតុកអ្នកដែលឈ្នះសង្គ្រាមដំបូងបំផុតហើយកាន់កាប់ទឹកដីឈ្នះរហូតដល់ចាញ់ណាគឺមិនបាច់ផ្សេងចឹងទេសរសេរឈ្មោះយកតែម្ដងណែខ្ញុំអានមើលអត់ទាន់ឃើញទេបើយាយរដ្ឋីអត់ទាន់ឃើញដែរពូតូចបាទអត់ទាន់ឃើញទេអត់សរសេរខុសប្រធានបទខ្ញុំអត់អានទេព្រោះនេះហើយមែនទេដាវីតជា100បន្ទុកមែនទេផាន់ញ៉ា0បន្ទុក0បន្ទុកសំទោសមែនទេផាន់ញ៉ា0បន្ទុកណែយ៉ារ៉ូ0បន្ទុកខ្មែរអីគេ100បន្ទុកមែនទេណែ
អីគេមិញខ្មែរអីគេមិញសួស្ដីខ្មែរស្ដី100បន្ទុរៀមបុរី100បន្ទុនេះអុកសុភ័ក្រ0បន្ទុខំមិញចេញក្រោយតាមែនទេខំមិញចេញមកឈ្នះបដ ாய் ណែឆៃយ៉ាស្រមោចក្រហម100បន្ទុមែនទេស៊ីផលអត់ឆ្លើយអត់អានបងតុលា100បន្ទុគឺឆាវវាយឈ្នះរហូតគាត់ខ្លាយទៅជាអ្នកអីអ្នកមានអំនួតគាត់តែងចម្រៀងគាត់ច្រៀងផឹកស៊ីច្រៀងរាំមែនទេបាទផឹកស៊ីច្រៀងរាំផឹកស្រាតែងកំណាប់ក្នុងមួយជាតិមានប៉ុន្មានគាត់ទូងស្គរគាត់លេងរបាំគាត់ជប់លៀងគាត់មោទនភាពទឹកដីនៅនឹងមុខកងទ័ព80,000នាក់ប៉ុន្តែបែរជាចាញ់ដៃកងទ័ព50,000នាក់របស់ខុងមិញនិងស៊ុនឈៀនមែនទេសួងឈៀនបងប្អូនណាស៊ុងឈៀនអ៊ូចរដ្ឋាអញ្ចឹងក្នុងរឿងអក្សរសិល្ប៍គ្រប់រឿងបញ្ជាក់មកហេតុអីបានជាឆាវវិនិច្ឆ័យមកពីឆាវឈ្នះច្រើនពេករហូតដល់មានអំនួតមើលងាយទ័ព50,000នាក់អំនួតនាំមកនៅវិនិច្ឆ័យបរាជ័យស្លាប់បាត់បង់ទ័ពអស់ជិត80,000នាក់សឹងតែអត់មានអាយុជីវិតត្រឡប់ទៅនគរវិញហើយធ្វើឲ្យនគរមិនអាចបង្រួមបានហើយបាត់ស្លាប់កូនចៅអស់ទៅទៀតត្រូវបានចុងក្រោយស៊ីវម៉ាអ៊ីនេះសម្លាប់កូនចៅឆាវទាំងអស់អំនួតដោយសារតែជ័យជំនះនឹងគេទៅថ្វាយបង្គំច្រើនពេកដូចគ្នាហ៊ុនសែនណាក្រោយពីគាត់រំលាយគណៈបក្សសង្គ្រោះជាតិសម្លាប់លទ្ធិប្រជាធិបតេយ្យចាត់ចងមនុស្សដោយអត់មានទិសក្បាលអាណាដោយអត់មានទណ្ឌកម្មពីអន្តរជាតិគឺនាំឲ្យគាត់មានអំនួតរហូតគាត់អួតគាត់ហ៊ានទៅលេងបាក់ថៃនាំឲ្យវិនិច្ឆ័យដល់ប្រទេសកម្ពុជាបច្ចុប្បន្នជាកំហុសដែលហ៊ុនសែនរំលាយគណៈបក្សសង្គ្រោះជាតិនិងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាមិនអាចប្រកែកបានបងប្អូនបើមានគណៈបកប្រឆាំងនៅក្នុងប្រទេសតែជាអត់មានសង្គ្រាមទេណាអត់មានសង្គ្រាមយ៉ាងហោចទៅមានទំនាស់តូចដូចជានៅរឿងដូចជានៅប្រាសាទព្រះវិហារអត់តងាប់ប្រជាជនអត់ចេះផ្ទះប្រជាជនមួយទេតិចតួចទេមកប្រេវអីលេងហ្នឹងមកប្រាសាទតាមន់អីចឹងទៅដូចទំនាស់ប្រាសាទព្រះវិហារហ្នឹងក៏មានគណៈបកប្រឆាំងទៅណាមួយទៀត